ทำไมซีอีมันโจแวงนู้แต่เกี่ยจับคลุนบ้านเกี่ยจับคลุนแต่ไหนแต่สู้เกี่ยแต่สู้น่ะนะแต่สู้ปุ้ยเจ้าตัดดังไงตามเป็นไอ้ขมิ้นหม่อมนอนออตีไอ้จ้องไอ้เจ้าจับยังให้แมนเต้เอ๊ะเหมือนแมนเต้ปุ้ยเจ้าเตอเลือกจะไว้สลักจับคลุนบัดได้จำใจประหารชีวิตปะเนาะบ้านในทับปุกกี้เตอจับคลุนเนี่ยเนี่ยปลาอ๋อลูกไอ้เลยยังบันตตัวรีตสารระบบริจิตาหอยเติร์การบำราโปรนุ่งจำนวน500เนี่ยក្នុងរយៈពេល3ខែត្រូវតែបញ្ជូនទៅអ៊ីងយ៉ាងបើសិនជាខកពេលនោះត្រូវតែមានទោសប្រហារជីវិតពួកលោកគិតទៅមើលត្រូវដោះស្រាយយ៉ាងណាអាយ៉ាធ្វើអញ្ចឹងប្រកាសជាស្លាប់ជាមិនខានយើងទៅរកមនុស្សប្រុសពីណាមកច្រើនដល់ម្លឹងនោះថាមើលអាយ៉ាកុំថល់ឲ្យ6នាក់សំបីតែ50នាក់ក៏ពិបាករកដែរនឹងហើយម្យ៉ាងទៀតអ៊ីងយ៉ាងឆ្ងាយពីទីនេះរាប់ពាន់យោជន៍រយៈពេល3ខែធ្វើមិនអាចគ្រប់ចំនួនឲ្យទៅត្រូវហើយនឹងឲ្យធ្វើយ៉ាងម៉េចទៅយ៉ាងម៉េចបានសក្តិថាអស់លំចង់រស់ទៀតខ្ញុំប្រាប់ពួកលោកឲ្យដឹងការកំណត់របស់រាជការបើសិនជាខកពេលនោះរាជការប្រកាសជាយកខ្ញុំនឹងទៅប្រហារជីវិតដល់ពេលនោះយើងនឹងប្រហារជីវិតអស់លោកប៊ុនគៀអូដាក់មិនអញ្ចឹងអានឹងចំណាយពួកយើងនឹងគឺនៅក្នុងដៃរបស់ខ្លួនឯងរក្សាបានឬក៏មិនបានគឺស្រេចទៅលើខ្លួនឯងហ្នឹងឯងអស់លោកគិតមើលទៅពួកលោកនៅចាំស្អីទៀតហ៎ស្ដាប់មិនបានទេពិតជាមិនចង់រស់ហើយមែនទេអូតឆាប់ទៅរកប្រុសលឿននឹងឲ្យយ៉ាប់ដល់ហើយហើយអ្នកប្រជេតើអ្នកប្រមានដំណឹងពី CE ទេយើងកំពុងតែពិបាកចិនអេអ្នកប្រគេមិនព្រមប្រាប់អ្នកប្រុសទេប្រាប់ស្អីទៅពួកគេពិតជាក្បាលរឹងមែនទោះបីជាស្លាប់ក៏មិននិយាយដែររាជការប្រហែលជាសម្លាប់ពួកគេទេដឹងបើយើងសម្លាប់ពួកគេសួរចម្លើយនរណាទៀតនេះជាការពិតណាប៉ុន្តែលោកចៅស្រុកប្រកាសជាមនុស្សស្ងៀមទេម្យ៉ាងទៀតលោកមេកងវាងក៏អញ្ចឹងពួកគេម្នាក់ព្រោះតែការពារជីវិតខ្លួនឯងពួកគេគ្មានគិតពីអ្នកដទៃទេមិនបានជាអញ្ចឹងទៅវិញអូបន្លែស្រស់បងប្អូនត្រូវការបន្លែស្រស់ទេលោកអ៊ំតែកម្លាំងមនុស្សគ្រប់ចំនួនហើយណាហើយយើងកំពុងតែពិបាកចិត្តព្រោះរឿងនេះប៉ុន្មានឆ្នាំនេះណាសាងសង់វិមានធំណាសង់កំផែងវាំងនិងដំណាក់រាជវាំងទៀតអ្នកទាំងនោះខ្លះស្លាប់ខ្លះរត់គ្រួសារនីមួយមានប្រុសឯណាទៀតទៅនៅសល់តែមនុស្សចាស់ជរានឹងតើឲ្យយើងទៅរកកម្លាំងពីណាមកចំជាយ៉ាប់មែនហើយមន្ត្រីតូចតាចដូចជាពួកយើងអាចធ្វើអីកើតទៅចំណែកមេកងវាងមួយថ្ងៃនាំកងទ័ពសាលាស្រុកទៅចាប់នេះចាប់នោះទីបំផុតតើចាប់បានប្រមាណអ្នកទៅឲ្យថាមើលហើយលោកខ្ញុំមានមធ្យោបាយមួយអាចជួយដល់អស់លោកសាលាស្រុកទាំងនោះប៉ុន្តែយើងត្រូវការលោកមេកងវាងសហការជាមួយគ្នាទៅបានអូយឲ្យតែអាចការពារជីវិតពួកយើងបានធ្វើអីក៏បានដែរហានស៊ីងឯងមានវិធីយ៉ាងណាខ្ញុំចង់សួរយោបល់លោកម្ចាស់កម្លាំងសម្រាប់ការពារមានប្រមាណអ្នកដែរ300នាក់ហើយតើត្រូវការប្រមាណទៀតនៅបានន័យថាប្រហែលជាគ្មានទេមែនទេខ្ញុំចង់សួរលោកម្ចាស់ទៀតឥឡូវអ្នកទោសនៅក្នុងគុកមានចំនួនប្រមាណក្នុងមួយខែចំណាយស្បៀងអស់ប្រមាណទៅអូយកបលល្អណាស់លោកមេកងវាងនៅក្នុងគុកនោះមានមនុស្សប្រមាណអ្នកលោកម្ចាស់ហាន់អេងចង់ឲ្យអ្នកទោសទាំងអស់នោះរួចខ្លួនលោកម្ចាស់កុំចាញ់បោកគេអត់សោះខ្ញុំក៏ចង់សួរលោកមេកងតើជីវិតរបស់លោកសំខាន់ជាងឬអ្នកទោសនៅក្នុងគុកនោះសំខាន់ជាងត្រឹមត្រូវមែនលោកមេកងវាងលោកឆ្លើយនឹងយកឲ្យត្រង់ទៅមើលជំរាបលោកម្ចាស់ទាំងអស់គឺ173នាក់ណែអញ្ចឹងនៅខ្វះប្រមាណអ្នកទៀតលោកម្ចាស់កាលប្រមាណថ្ងៃមុនលោកមេកងវាងចាប់បានចៅក្បត់ប្រមាណអ្នកយើងសរុបចូលគ្នាទាំងអស់តែម្ដងទៅលីជិឈិនពួកក្បត់ទាំងអស់នោះត្រូវមានទោសប្រហារជីវិតដោះលែងគេមិនកើតទេ
លោកមេកងវាងអ្នកដែលបញ្ជូនទៅឆ្ងាយយ៉ាងនេះអ្នកណាខ្លះដែលរស់ត្រឡប់មកវិញនោះបើពួកគេមិនសារភាពលោកមានតែសម្លាប់ពួកគេចោលប៉ុណ្ណោះឬក៏បញ្ជូនទៅអ៊ីងយ៉ាងក៏ស្លាប់ដូចតែគ្នានឹងមិនក៏មិនយកមកបង្គ្រប់ចំនួនហើយឲ្យអស់លោកទាំងអស់រួចខ្លួនទៅម្យ៉ាងទៀតណែនេះគឺជាវិធីចុងក្រោយសម្រាប់ពួកយើងនឹងហើយណា ពិតមែនអញបើយកទៅសម្លាប់មិនក៏មិនដោះលែងបញ្ជូនទៅអីយ៉ាងនេះក៏ជាមេត្តាធម៌របស់លោកចៅបាយស្រុកដែររាជការដឹងថាយកអ្នកទោសប្រហារជីវិតទៅបម្រើការក៏មិនមែនជារឿងខុសច្បាប់ឯណាលោកមេកងវាងយកល្អសរុបទាំងប្រមាណអ្នកនឹងទៀតទៅ លោកម្ចាស់ពួកគេមិនសារភាពទេ សារភាពស្អីទៅលោកមិនចាំបាច់ប្រឹងតទៅទៀតទេកិច្ចការចំពោះមុខមានសំខាន់ជាងឥឡូវនេះដោះលែងពួកគេភ្លាមទៅសរុបទាំងអ្នកទោស173នាក់ជាមួយនឹងមនុស្សរឹងរូសដែលយើងចាប់ខ្លួនមកនោះសរុបចូលទៅគ្នាទៅរួចហើយនឹងលោកជ្រើសរើសមេក្រុម2នាក់ទទួលខុសត្រូវតែបញ្ជូនពួកគេនឹងទៅកាន់អ៊ីងយ៉ាងកុំឲ្យខកខានអសោះឆាប់គិតគូភ្លាមទៅ បាទ លោកម្ចាស់បើតាមខ្ញុំយល់គួរតែឲ្យមេកងវាងជូនដំណើរទៅប្រសើរជាងធានាថាគ្មានការធ្លាស់ធ្លុយទេហេតុអីបានជាអញ្ចឹង ទី1ធ្វើដំណើរឆ្ងាយពេលវេលាក៏គៀកចំពោះមុខគឺរដូវភ្លៀងធ្វើដំណើរពិតជាមានការពិបាកមនុស្សទាំងអស់នេះរឹងរូសធ្វើឲ្យពញាពេលទៅតាមផ្លូវរត់ទៅបាត់នោះគឺប្រកាសជាខកការធំឯទី2អ្នកទោសទាំងអស់នោះគឺពិតជារឹងរូសខ្លាំងបំផុតបើសិនជាគ្មានអ្នកដែលមានវិជ្ជាគុណខ្លាំងក្លារួមដំណើរទេប្រកាសជាបកករឿងជាងនេះទៅទៀតនោះគឺសម្រាប់មេក្រុម2 3នាក់ទៀតដល់ពេលនោះតើពួកយើងគិតយ៉ាងម៉េចកន្លងមកគឺរឿងធ្លាប់តែអញ្ចឹង លោកមេកងវាងលោកស្ដាប់បានហើយនៅ លីជឈិនលោកមានកំណត់យ៉ាងម៉េចហ្នឹង លោកមេកងលោកកុំឲ្យខឹងខ្ញុំគ្រាន់តែរៀបរាប់ពីមូលហេតុប៉ុណ្ណោះបើសិនជាលោកមេកងមិនសុខចិត្តទៅទេខ្ញុំក៏គ្មានសិទ្ធិបង្ខំដែរ វាងគាត់លោកមិនទទួលបញ្ជា លោកម្ចាស់ពេលដែលខ្ញុំទៅផុនអ្នកណាការពីសាលាសឹងបើលីចង់មិនត្រឡប់មកវិញគិតយ៉ាងម៉េច នេះក៏ជារឿងត្រឹមត្រូវដែរហើយតាមដែលលោកយល់តើយើងត្រូវដោះស្រាយយ៉ាងណា លោកម្ចាស់នេះជាកំណត់របស់ហានស៊ីងយើងគួរតែតែងតាំងគេជាមេកងម្នាក់រួមដំណើរជាមួយនឹងមេកងតែម្ដងទៅលោកម្ចាស់ធ្វើអញ្ចឹងប្រកាសជាស្លាប់ម្យ៉ាងទៀតខ្ញុំមិនទាន់កាន់ទុកជូនម្ដាយខ្ញុំគ្រប់3ខែនៅឡើយសូមលោកម្ចាស់មេត្តាអភ័យទោសហានស៊ីងឯងប្រកែកធ្វើអីលោកម្ចាស់ជាចៅហ្វាយស្រុកលើកលែងទោសឲ្យឯងម្លោះហើយឯងត្រូវតែបម្រើកិច្ចការរបស់លោកម្ចាស់លោកម្ចាស់តែខ្ញុំមានលទ្ធភាពអីដឹកនាំទ័ពនឹងការពារពួកគេទាំងអស់នោះទៅបើមានអីកើតឡើងនោះតើគិតយ៉ាងម៉េចសូមលោកម្ចាស់ចាត់ការដោយផ្ទាល់ចុះ ពិតមែនហើយនៅស្រុកវាងអ៊ីងនឹងអ្នកណាក៏ថាគេនេះជាជនកំសាន្តដែរគ្មានអ្នកណាព្រមស្ដាប់គេទេ លោកម្ចាស់ខ្ញុំមានមូលហេតុរបស់ខ្ញុំទី1អ្នកណាក៏ដឹងថាម្នាក់នេះជាជនកំសាន្តគ្មានអីឲ្យអាចារ្យទេគ្មានអ្នកណាគេធ្វើបាបគេទេទី2ឲ្យតែមេក្រុមរបស់ខ្ញុំ2នាក់អាចបង្ក្រាបគេបានអ្នកទោសទាំងអស់នោះគេមិនហ៊ានធ្វើអីពេលផ្ដាស់ទេ អូត្រឹមត្រូវពិតជាត្រឹមត្រូវមែនហានស៊ីងយើងនឹងតែងតាំងលោកនឹងជាមេក្រុមមួយដែរនាំអ្នកទាំងនោះធ្វើដំណើរទៅអ៊ីងយ៉ាងហើយកុំប្រហែលឲ្យសោះបើមិនចឹងទេត្រូវតែមានទោសធ្ងន់ណាស់ លោកម្ចាស់លោកម្ចាស់ ការពិតគឺអញ្ចឹងហើយពួកគេបញ្ជូនយើងទៅដើម្បីរកសេចក្តីស្លាប់ខ្ញុំត្រូវតែសម្លាប់ពួកវាត្រូវហើយសម្លាប់ពួកគេចោលទៅ ជប់សិនយើងក៏បានបង្ខំអី លបងហាន់ឥឡូវនេះពួកយើងគិតយ៉ាងម៉េចពួកយើងពិតជាទៅអ៊ីងយ៉ាងមែន ប្រកាសជាមិនទេខ្ញុំបាននិយាយហើយកាលពីលើកមុនបញ្ជូនកម្លាំងទៅកាន់អ៊ីយ៉ាងខកពេលបណ្ដាលឲ្យមនុស្សជាច្រើនត្រូវមានទោសប្រហារជីវិតលើកមុនមានបងប្អូនក្នុងស្រុកបៃសៀនមកផ្ទះខ្ញុំសុំទឹកផឹកខ្ញុំឃើញកៅអៅពួកគាត់រហែកខ្លាំងណាស់ហើយតក់ស្លុតទៀតខ្ញុំក៏សួរគាត់ទៅហេតុអីក្រោយមកទើបខ្ញុំដឹងថាពួកគេជាអ្នកត្រូវរាជការបញ្ជូនទៅអ៊ីយ៉ាង
ប៉ុន្តែមេក្រុមរបស់គេឈ្មោះលីប៉ាងជាមនុស្សចិត្តបានម្នាក់មិនចង់ឲ្យបងប្អូនមានការពិបាកគាត់ក៏បថុយស្លាប់ដោះលែងបងប្អូនទាំងអស់នោះទៅហើយគាត់ខ្លួនឯងក៏លាក់ខ្លួនរហូតពីនេះមិនចូលផ្ទះនៅឡើយទេឥឡូវយើងដោះលែងបងប្អូនទាំងអស់ឲ្យពួកគាត់រត់តែម្ដងទេមែនទេឲ្យពួកគេរត់ទៅរត់ទៅរត់ទៅណាមនុស្សដែលគ្មានគ្រួសារដូចយើងគឺអាចរត់បានមែនប៉ុន្តែគេដែលមានគ្រួសារមានប្រពន្ធកូនតើគិតយ៉ាងម៉េចទៅម្យ៉ាងទៀតទៅដល់ណាក៏ដូចគ្នាដែរអាចរត់ទៅណាបានមុននឹងក្រោយត្រូវពួកគេចាប់ខ្លួនដដែលហ្នឹងរបស់ហានស៊ីងឥឡូវពួកយើងគិតយ៉ាងម៉េចបើចង់រស់មានផ្លូវតែមួយទេគឺធ្វើការប្រឆាំងទៅរួចទេមែនទេប្រឆាំងក៏ស្លាប់មិនប្រឆាំងក៏ស្លាប់ប្រឆាំងតែម្ដងទៅមុនក្រោយកូនទៅស្លាប់ទេប្រឆាំងក៏ប្រឆាំងទៅត្រូវហើយមុនក្រោយកូនស្លាប់អត់ដែរសម្រាប់ពី3នាក់ចោលមែនទេទាំងអស់គ្នានិយាយត្រូវខ្លះខុសខ្លះហេតុតែយើងចង់ប្រឆាំងគឺដើម្បីរស់មិនមែនដើម្បីស្លាប់ទេព្រះគោណាគ្មានមេត្តាធម៌សម្រាប់បងប្អូនយើងអស់ជាច្រើនអ្នកណាក៏ចង់គំនុំដែរពួកយើងមិនប្រឆាំងគង់តែមានអ្នកប្រឆាំងពួកយើងត្រូវតែប្រឆាំងទៅដល់ពេលនោះនឹងមានអ្នកដទៃមកគ្រប់គ្រងយើងជាមិនខានដល់ពេលនោះយើងសហការជាមួយគ្នាប្រឆាំងនឹងស្ដេចផ្ដាច់ការនេះថ្ងៃក្រោយនឹងខ្លាយជាមន្ត្រីរឿងអីថាស្រាប់ងាយៗនោះលបងហាន់ឥឡូវនេះពួកយើងគិតធ្វើយ៉ាងម៉េចមែនទេជីស៊ូឯងទៅយាមនៅខាងក្រៅសិនទៅយ៉ាងម៉េចអ្នកទាំងអស់គ្នាភ័យលបងហាន់បាននិយាយហាញតាំងបើសិនជាមិនហ៊ានទៅទីអញ្ចឹងទៅវិញចុះរឿងអីត្រូវខ្លាចនោះខ្ញុំគ្រាន់តែមិនស្មានថាមន្ត្រីចង្រៃថាឲ្យពួកយើងទៅទីនោះបានសុខការពិតគេចង់ឲ្យពួកយើងទៅងាប់តើស្អែកឡើងអ្នកណាហ៊ានដកថយយើងមិនឲ្យអ្នកនឹងរួចខ្លួនឯខាត់ចាប់ដល់ឲ្យលឿនចាប់ដល់អូចាប់ឲ្យលឿនថយឲ្យលឿនចាប់ឡើងលឿនឡើងអេជាផ្លូវសំផ្លឹងតិចឲ្យលឿនឡើងពួកយើងមានរឿងអីកើតឡើងចេះបោះវីវ៉ងអាយ៉ាលោកម្ចាស់សម្រាប់មកផ្លែទៀតតាំងអូវីវ៉ងហាអាយ៉ាតាំងមានរឿងអីហ្នឹងលោកម្ចាស់ពួករះធ្វើការប្រឆាំងយើងហើយថាម៉េចពួកគេនាំគ្នាសម្រុកមកខាងសាលាស្រុកយើងលោកម្ចាស់យល់អស់ឆាប់រត់ទៅឲ្យលឿនឡើងជៀសវាងរឿងឯណាហានស៊ីងឯណាមេកងទៅពីរនោះហ៎អ្នកដឹកនាំនោះគឺហានស៊ីងគេបានសម្លាប់មេកង2នាក់របស់យើងហើយចុះឯណាលោកមេកងវាងហានស៊ីងនាំគ្នារាប់រយនាក់ទៅកាន់ផ្ទះរបស់លោកមេកងវាងបាត់ហើយលោកម្ចាស់ឆាប់រត់ទៅលោកម្ចាស់ឆាប់រត់ទៅឆាប់ឡើងឆាប់រត់ទៅអូឆាប់រត់អត់តោះណែសៀបអូការពារលោកចៅឯស្រុកការពារលោកចៅឯស្រុកអាយ៉ាអូណាពួកក្បត់ឯទាំងនេះពួកឯចង់ប្រឆាំងសម្រាប់មន្ត្រីរាជការត្រូវតែមានទោសប្រហារជីវិតទាំងពូតែដឹងទេដល់ពេលស្លាប់ហើយនៅគេងក្អាងទៀតបើសិនជាបងប្អូនយើងខ្លាចស្លាប់មិននាំគ្នាមកប្រឆាំងយ៉ាងនេះទេសម្រាប់គេចូលសម្រាប់ចោលគេចោលទៅជិបសិនរបស់ហាន់ម្នាក់នេះប្រព្រឹត្តអំពើអាក្រក់ធ្វើបោះប្រជានេះគួរតែសម្រាប់គេចោលទៅអ្វីដែលគេធ្វើខ្ញុំដឹងច្បាស់ណាស់ប៉ុន្តែយើងកំពុងតែត្រូវការមនុស្សដូចជាគេអញ្ចឹងទុកគេនៅរស់សិនទៅចាប់ខ្លួនយកទៅដាក់គុកអូហាត់ស៊ីអាយ៉ូយ៉ាឡឹមនាំបងប្អូនក្រៅគេខ្លួនសិនទៅអ្នកមានវិជាគុណគ្រាន់បើមកតាមខ្ញុំលបងហាន់មិនបានជាអញ្ចឹងឥឡូវមិនដឹងថាបញ្យល់យ៉ាងណាទេតែស្ដាប់តាមខ្ញុំឲ្យឆាប់ឡើងលីម៉ាថុងនាំបងប្អូនមួយចំនួនតាមលបងហាន់ទៅបាទតោះយើងទៅតាមគ្នាឆាប់ឡើងទៅលឹមចាស់ឈិនបងប្អូនយើងមិនទាន់ចង់ទៅរកស្លាប់ទេ
ជាពិសេសមិនចង់ស្លាប់ក្នុងដៃពលលោកហើយដូច្នេះពួកយើងត្រូវការធ្វើការប្រឆាំងលោកគួរតែដឹងច្បាស់រស់ប្រសើរជាងស្លាប់ប៉ុន្តែខ្ញុំមិនដឹងថាលោកម្ចាស់ឈិនចង់រស់ឬក៏ចង់ស្លាប់ទេ អូអ្នកក្លាហានកុំសម្លាប់ខ្ញុំ បើសិនជាលោកចង់រស់សូមធ្វើតាមអ្វីដែលខ្ញុំប្រាប់លោកបើលោកមិនធ្វើតាមទេក្បាលរបស់លោកច្បាស់ជាធ្លាក់ចុះមិនខាន បាទស្រេចទៅលើលោកដែលជាអ្នកផ្ដាំមកចុះ លបងហាន់វាងគូហិនាំតបរាជការមកដល់ហើយពួកយើងគិតយ៉ាងម៉េចទៅ អេកុំភ្ញាក់ផ្អើលអីយើងនាំលោកម្ចាស់ឈិនទៅជួបនៅមេកងវាង ទៅឲ្យលើទៅ បងប្អូនទាំងអស់គ្នាសម្រាប់ពួកគេចោលអស់ទៅ បាទ លោកម្ចាស់ឈិនម្ដងនេះខ្ញុំចាំមើលលោក ណែនៅស្ងៀមពួកឯងខ្វាក់ភ្នែកទេមិនឃើញតែយើងនៅក្នុងដៃរបស់ពួកគេទេនាំគ្នាថយចេញភ្លាមមកថយចេញសិន ហាន់ស៊ីយើងស្មានមកខំមែនតាមពិតឯងក្បត់យំមកហើយតែគួរស្ដាយណាស់ថ្ងៃនោះយើងមិនបានសម្លាប់ឯងអាចឆ្កែបំរើឯងធ្វើបាបប្រជារាស្ត្រសម្លាប់ម្ដាយខ្ញុំយើងមិនអត់អន់ឯងទេស្ដាយណាស់ដែលល្បាញ់មិញឲ្យឯងរត់រួច វាសនាយើងគឺទេវតាថែរក្សាមិនមែនចោលក្បត់ដូចចំពោះឯងអាចធ្វើអីបាននោះទេយល់អស់សារភាពទេដើម្បីកុំឲ្យយើងសម្លាប់នៅមិនយឺតពេកទេ លោកមេកងវាងយើងនៅទីនេះលោកកុំធ្វើប្រេះផ្ដាស់ឲ្យសោះដឹងទេលោកមេកងវាងកុំធ្វើប្រេះផ្ដាស់ លោកម្ចាស់បានមិនសម្រាប់ចោលក្បត់នេះធ្វើយ៉ាងម៉េចជួយលោកបានគេមិនឲ្យលោករួចខ្លួនទេទាហានចូល ពួកឯងចង់យ៉ាងម៉េច នេះឯងច្រឡំហើយមានរឿងអីយើងសម្រាប់លោកចៅស្រុកសម្រាប់ចៅស្រុករាជការមិនដឹងថាឯងជាចៅក្បត់ទៅឯងនិយាយថាម៉េចឯងភ្លេចហើយយើងគឺជាមេកងក៏ដោយសារតែឯងដែរទោះជាឯងសម្រាប់លោកចៅស្រុកក៏អត់មានប្រយោជន៍ដែរពីព្រោះពេលនេះមន្ត្រីរាជការដល់ណាក៏ចង់នៅយល់អស់ឯងស្ដាប់បញ្ជាទៅស្ដាប់តាមលោកចៅស្រុកប្រហែលជាឯងនៅសម្រាប់ទោសបានខ្លះបើមិនចឹងឯងនឹងត្រូវស្លាប់ វាងគួយឯងស្ដាប់បានហើយនៅដកថយភ្លាមទៅដកថយទៅ មិនក៏មិនឆាប់ដាក់អាវុធចុះ មិនក៏មិនទម្លាក់អាវុធចុះទៅទម្លាក់ចុះ ចាប់សិនកំតាមអីឲ្យវារស់ពីមួយថ្ងៃទៀតចុះ ពួកឯងទៅវិញទៅឆាប់ទៅ ទៅវិញចូលទៅ ប្រជារាស្ត្រមានចំនួនរាប់ម៉ឺននាក់ចំណែកកងទ័ពយើងនឹងមានតែប្រមាណពាន់ធ្វើយ៉ាងណាទប់ទល់ជាមួយគេបានទៅ យើងឮថាចៅស្រុកឈិនកន្លងមកក្អេងក្អាងណាស់ចំណែកស្រុកសៀនឈិនឆ្ងាយពីនេះ300យោជន៍ប៉ុណ្ណោះបន្ទាប់មកប្រកាសជាដល់ស្រុកបៃសៀនយើងហើយលោកម្ចាស់ឆាប់រកមកជួបបាយដោះស្រាយទៅ មែនហើយពួកចោលសាហាវណាស់ឆាប់រកមកជួបបាយការពារទៅអេលោកម្ចាស់យើងទៅវាយអ៊ីងសុំជំនួយទៅបានទេ ខ្ញុំបានទទួលដំណឹងឲ្យដឹងថាវាយអ៊ីងក៏មានពួកក្បត់ដែរឥឡូវនេះសាលាស្រុកវាយអ៊ីងនៅក្នុងកណ្ដាប់ដៃពួកក្បត់ទៅហើយ សើកន្លងមកលោកមានយោបល់ច្រើនណាស់សភាពការថ្ងៃនេះតើលោកគួរតែដោះស្រាយយ៉ាងម៉េចដែរទៅ លោកម្ចាស់ពួកគេគ្នាច្រើនកម្លាំងក៏ខ្លាំងបើសិនជាយើងពឹងលើកងទ័ពស្រុក 3000 នាក់នោះគឺហាក់ដូចជាយកសត្វពពែដាក់ចូលមាត់ខ្លាញ់ចឹងខ្ញុំយល់ថាចំពោះមុខយើងគួរតែស្រែកអំពាវនាវឲ្យអ្នកទោសនឹងកងទ័ពរត់ចោលជួរនោះត្រឡប់មកវិញសិនដើម្បីបង្ក្រាបនោះទើបយើងអាចដោះស្រាយបញ្ហាបាន
មើលទៅជាមិនផុតពីធ្វើដូច្នេះទេក៏ប៉ុន្តែអ្នកទោសដែលរត់ចោលជួទាំងអស់នោះមានរឿងអីដែលស្ដាប់បញ្ជាខ្ញុំទៀត លោកម្ចាស់មានមនុស្សម្នាក់អាចជួយដល់លោកម្ចាស់បាន អូអ្នកណា មេភូមិនៅសឺស៊ួយឈ្មោះលីវប៉ាំង លឹកប៉ាំងតែគេក៏រត់ដូចគ្នាដែរ ហេតុនេះហើយបានជាគាត់អាចធ្វើកិច្ចការនេះបានលីងប៉ាំងប្រកាន់ពីសច្ចៈរាប់អានអ្នកក្លាហានជាច្រើនម្ល៉េះហើយមានមនុស្សជាច្រើននឹងជឿជាក់លើគាត់បើលោកម្ចាស់លើកលែងទោសឲ្យគាត់នោះគាត់នឹងអំពាវនាវអ្នកដែលរត់ចោលស្រុកនោះត្រឡប់មកវិញហើយការពារពួកយើងលីងប៉ាំងប្រកាសជាមានគុណសម្បត្តិធំទៀតផងត្រូវតែលើកលែងទោសប្រហារជីវិតឲ្យគាត់ដល់ពេលនោះលោកម្ចាស់មិនចាំបាច់បារម្ភទៀតទេ ជើប៉ោះនិយាយនេះគឺត្រឹមត្រូវណាស់ឈ្មោះរបស់លីងប៉ាងអ្នកណាក៏ស្គាល់ហើយអ្នកក្លាហានមានប្រាជ្ញប្រកាន់សច្ចធម៌បើសិនជាលោកម្ចាស់អាចអំពាវនាវឲ្យគេត្រឡប់មកវិញនោះពួកក្បត់ទាំងអស់នោះប្រហែលជាព្រមស្ដាប់មិនខានទេ បាញ់ចឹងធ្វើតាមវិធីនេះចុះក៏ប៉ុន្តែធ្វើយ៉ាងណាអំពាវនាវឲ្យគេត្រឡប់មកវិញបានយើងបានលើកថាកូនប្រពន្ធរបស់គេក៏រត់ដែរតើមែនទេអឺ លោកម្ចាស់មានអីពិបាកទៅអ្នកកាប់សាច់ឆ្កែឈ្មោះហ្វាំងហ្វៃធ្លាប់ជាបងប្អូនសាច់ថ្លៃប្រកាសជាដឹងរឿងរបស់លីវប៉ាំងលោកម្ចាស់ហៅហ្វាំងហ្វៃត្រឡប់មកវិញនឹងសួរទៅដឹងហើយ បាញ់ចឹងក៏បានដែរជើប៉ោះលោកទៅតាមហានខ្វាយឲ្យមកជួបយើង បាទ របស់ហាន់ពិតជាមិនខុសពីរបស់ស្មានមែននៅស្រុកផ្សេងក៏មានមនុស្សក្រោកចោលធ្វើការប្រឆាំងដូចជាយើងដែរចាណាបាញ់ជើងយើងមិនអាចកោតទៀតទេឲ្យបងប្អូនយើងខំហាត់ទៀតទៅបានបងប្អូនអ្នកនៅក្បែរស្រុកយើងនាំគ្នាធ្វើការក្រោកឈរប្រឆាំងចាប់ពីពេលតទៅយើងមិនអាចកោតទៀតទេពួកយើងត្រូវតែខំហ្វឹកហាត់អស្ចារ្យនាំចចកចូលផ្ទះហើយ បាននេះថាម៉េច លោកម្ចាស់ខ្ញុំធ្លាប់ដឹងរឿងរបស់លីវប៉ាងគេមិនមែនជាមនុស្សគោរពច្បាប់ទម្លាប់ទេគេថាម្នាក់នេះគឺនាគករាជចាប់ជាតិកាលនោះម្ដាយគេយល់សពឃើញនាគក្រហមចូលក្នុងខ្លួនហើយក៏មកកើតកូននេះម្យ៉ាងទៀតគេនិយាយថានៅតាមផ្លូវភៀសខ្លួនលីវប៉ាងបានជួបពស់សធំមួយពួកគេនាំគ្នាវៀងផ្លូវរត់ប៉ុន្តែមានតែលីវប៉ាងទេដែលមិនចេះខ្លាចដកដៅប្រហារពស់ទាំងអស់នេះជាពាក្យមិនជឿក៏បានដែរប៉ុន្តែឈិនស៊ឺពីមុនចង់និយាយថាគេគឺជាទេវតាចាប់ជាតិបញ្ចុះបញ្ចូលពួកក្បត់ឲ្យទុកចិត្តខ្លួនឯងជឿជាក់នឹងប្រឆាំងរាជការម្យ៉ាងទៀតវ៉ាន់ហ្វាយក៏មិនមែនជាមនុស្សធម្មតាដែរមើលចុះមៀតគេធំយ៉ាងនេះមុខកាចសាហាវគ្រាន់តែមើលឃើញក៏ខ្លាចបាត់ទៅហើយបើសិនជាគេទាំងពីរនាក់ថ្ងៃណាមួយបានអំណាចនោះប្រៀបដូចជាយើងចំខ្លានៅក្នុងផ្ទះខ្លួនឯងយ៉ាងដូចនេះ បានជាយ៉ាងនេះទៅហើយយើងធ្វើអីកើត លោកម្ចាស់បើយើងណែចាត់ការពេលនេះនៅមិនទាន់ហួសពេលទេខ្ញុំក៏ដឹងដែរសៀវហឺនិងចៅប៉លីវប៉ាងហ្វាន់ហ្វាយមានការរាប់អានគ្នាស្និទ្ធស្នាលណាស់ពួកគេប្រហែលជាមានការរួមគំនិតនឹងគ្នាទៀតផងក៏មិនដឹងឲ្យតែលោកម្ចាស់ចាប់ខ្លួនពីរនាក់នេះឲ្យបានយើងមិនខ្លាចលីវប៉ាងហ្វាន់ហ្វាយធ្វើការក្បត់ទេទោះយ៉ាងណាក៏គេបារម្ភមនុស្សដែលយើងចាប់នឹងមានគ្រោះថ្នាក់ដល់គេដែរ បាញ់ចឹងគឺជាការល្អហើយ នៅក្បែរលីវជីមានកម្លាំងជាង 2000 នាក់សុទ្ធតែជាមនុស្សមិនខ្លាចស្លាប់មិនមែនកងទ័ពរាជការអាចបង្ក្រាបបានទេដល់ពេលនោះឆៅសាននិងចៅឆាង
ដោះលែងអ្នកទោសចេញពីគុកសហការអ្នកដែលនៅខាងក្រៅយើងប្រកាសជាអាចចាត់ការសាលាស្រុកទាំងមូលបានបើចិត្តថ្លើមធំមែនហ៊ានប្រជុំសម្ងាត់ក្បត់ដូចឆ្កាផងគឺឆៅសានឹងចៅឆាងទេអញ្ជើញចូលអ្នកទោសដែលនៅក្នុងគុកនោះតើមានបញ្ហាទេ សូមលោកកុំបារម្ភអីខ្ញុំនឹងចៅឆាងនឹងបានរៀបចំរួចរាល់អស់ហើយពួកគេពិតជាស្ដាប់បង្គាប់ពួកយើងមែន នេះជាការប្រសើរណាស់តាមស្មានហ្វាន់ហ្វាយជីសេះមកលឿនណាស់ចំណែកកម្លាំងរបស់លីជឺក្នុងរយៈពេល3ថ្ងៃនឹងមកដល់ស្រុកហើយបងប្អូនទាំងអស់ត្រូវត្រៀមខ្លួនឲ្យហើយណា កុំបារម្ភខ្ញុំបានប្រមូលទ្រព្យសម្បត្តិគ្រួសារទុកបណ្ដុំពេលដែលពួកយើងជុំគ្នាហើយយើងទុកសម្រាប់ប្រើប្រាស់ទាំងអស់គ្នា លោកចៅស្រុកអញ្ជើញលោកម្ចាស់សៀវលោកម្ចាស់ចៅទៅពិភាក្សាការងារពាក់កណ្ដាលអាត្រិតលោកចៅស្រុកមានការចាំបាច់អីត្រូវពិភាក្សាគ្នានោះរឿងនេះខ្ញុំមិនដឹងដែរលោកចៅស្រុកគាត់តែផ្ដាំឲ្យខ្ញុំប្រាប់លោកទាំងពីរទៅសាលាស្រុកឲ្យបានឆាប់ការពិតមិនដឹងជាមានរឿងអីទេបានហើយឯងទៅវិញមុនចុះយើងផ្លាស់កៅអៅហើយនឹងទៅភ្លាមបាទ លោកចៅវាយស្រុកឲ្យលោកនឹងលោកចៅទៅទាំងយប់នោះព្រោះតែរឿងអីទៅ ស៊ីឈៀនមិនមែនជាមនុស្សល្ងងទេមើលទៅគេប្រហែលជាភ្ញាក់ដឹកខ្លួនហើយ ខ្ញុំខ្លាចតែពួកគេបញ្ឆោតពួកយើងឲ្យចូលសាលាស្រុកហើយចាប់ខ្លួនពួកយើងតែម្ដងនោះច្បាស់ជាវិវត្តហើយ ប្រហែលជាអញ្ចឹងហើយប៉ុន្តែគេហាក់ដូចជាតក់កុហលពេកមិនគួរក្នុងពេលនេះឲ្យយើងទៅសាលាស្រុកទេបើសិនជាដល់ថ្ងៃស្អែកពួកយើងច្បាស់ជាមិនអាចដកខ្លួនបាន ពេលដែលខ្ញុំមកទីនេះជាមួយនឹងចៅឆាននឹងខ្ញុំឃើញកងទ័ពស្រុកនឹងកំពុងតែធ្វើដំណើរឡើងបញ្ញាបញ្ញាតាមពិតពួកគេធ្វើនេះក៏ដើម្បីចាប់ខ្លួនលោកម្ចាស់ចៅ ឥឡូវខ្ញុំទៅក្នុងគុកដោះលែងបងប្អូនទាំងអស់នោះចេញមកចាត់ការតែម្ដងជប់សិន អ្វីត្រូវរងចាំកម្លាំងលាវជឿមកដល់សិនបើមិនចឹងទេកិច្ចការរបស់យើងប្រកាសជាបរាជ័យមើលទៅប្រហែលជាគេដឹងរឿងរបស់យើងជាមួយនឹងចៅប៉ហើយប៉ុន្តែគេមិនចាប់អារម្មណ៍នឹងអ្នកទាំង3ទេដូច្នេះទាំងអស់គ្នាធ្វើមិនដឹងមិនលឺចុះត្រូវចាំមើលពីសភាពការឥឡូវនេះសិន បើអញ្ចឹងលោកម្ចាស់និងលោកម្ចាស់ចៅគិតយ៉ាងម៉េច វិធីទាំង 36 រត់គឺជាវិធីល្អបំផុត អូណាណាបងប្អូនមកវិញហើយ ត្រូវហើយមកវិញហើយ được rồi, bố rồi. សប្បាយទេ là bố ơi bố khát đây là bao một được rồi mà với nhau sạp tích sạch lên nó sầm chơi anh chơi khát đây sạch tích nước trắng này chơi đại trời nước tiết đàn đây từng ngày điện nâng à bông chạy chơi chứ anh chị hỏi nâng à chị hỏi nâng à
ខំទៅ កុំលោឡាបានទេកុំលោឡាឃើញកុំលោឡាប្រាប់ថាកុំឲ្យលោឡាសាប់បានទេឃើញទេប្រកូនភ្ញាក់ហើយឃើញទេ អីជឿចង្រៃមែនអើយអ្នកយំអីអង្កប់លោឡាដេញបានម៉ាត់សោះអីនេះអើយវាយអីអង្កប់ បងចង់ធ្វើអីហ្នឹងបងពិបាកចិត្តក៏មិនត្រូវខឹកដាក់កូនយ៉ាងនេះដែរបើសិនជាមិនមែនបងម៉ែកូនយើងទាំង3មិនពិបាកដល់ម្លឹងទេបានហើយកុំយំអីកូនពួកកូនខូចណាស់ទៅលេងកន្លែងផ្សេងទៅកុំនៅតែនេះរំខានពួកកូនទៅនាំគ្នាទៅលេងទៅ ម៉ាម៉ានាំគ្នាទៅលេងខាងក្រៅទៅ អ្នកបង បងអូនខ្វាន់ខាយមកហើយឯងបងប្រុសបងអូននៅខាងក្នុង មែនទេលបងអូណែមកឆាប់ចូលមកអង្គុយមកអង្គុយមកហើយយ៉ាងមិនទៅហើយ លបងមើល មន្ត្រីចង្រៃនេះបងប្អូនយើងទាំងពីរនាក់ខំប្រឹងប្រែងក៏ព្រោះតែគេដែរប្តីប្រាស់មែន លបងមើលអាមួយនេះទៅមើល ល្អណាស់ណែសៀវហើឯធ្វើនេះត្រឹមត្រូវគួរឲ្យពេញចិត្តណាស់តោះទៅយើងទៅហ្នឹងហើយណែតាឌីញ៉ាមកណែ របស់មានការអី ណែឆាប់ប្រមូលបងប្អូនយើងទៅស្រុកភ័យសៀន ភ័យសៀនទេ ឆាប់ឡើងទៅ ស្រុកភ័យសៀនទេ អើយចំមែន បងប្អូនរៀបចំឲ្យបានពួកយើងចេញដំណើរណែមើលខាងនោះទៅមើលអូមកហើយគឺសៀវហើនឹងចៅប៉ងតា អូពិតជាពួកគាត់មែន ណែឈប់សិនឈប់អៀវសួស្ដីលបង ឲ្យចុះអ្នកទាំងពីររត់ចេញពីសុកភ័យសៀន អាយ៉ាពិតមែនហើយអ៊ីឈៀនគេមានការប្រែប្រួលចិត្តគំនិតចង់សម្រាប់ពួកយើងហេតុនេះពួកយើងក៏រត់មកទាំងយប់តែម្ដង មែនហើយ ឥឡូវគិតយ៉ាងម៉េច ដល់ដំណាក់កាលនេះទៅហើយគ្មានផ្លូវណាផ្សេងទេសំណាងល្អមានឆៅសានចៅឆាងសេហៅមីងមិនទាន់មានអ្នកណាស្គាល់មុខទេអាចបង្កប់ទីនោះបានចំពោះពួកយើងត្រូវធ្វើដំណើរឲ្យប្រញាប់បន្តិច បានទៅយើង ទាហាន លោកម្ចាស់ ថ្មនេះទៅហើយហេតុអីក៏គ្មានអ្នកណាមកសាលាស្រុក លោកម្ចាស់គ្មានអ្នកណាហ៊ានមកទេលីប៉ាំងនាំគ្នាមកអុកលុកក្នុងស្រុកអ្នកណាក៏គេដឹងដែរពួកគេប្រហែលរត់បាត់អស់ហើយទីដឹងខ្ញុំឮថាកងទ័ពដែលប្រចាំការនៅកំផែងនោះក៏រត់មិនតិចដែរណាលោកម្ចាស់លោកម្ចាស់
អីកាន់អ៊ីងខ្វាន់ខ្វាយ ហ៎លបង ចង្រៃយកចង់ជាផ្ដាស់មែនហើយពួកឯងនៅចាំស្អីទៀតសម្រាប់អបមានអ្នកនោះចោលភ្លាមទៅ អេនេះមិនបានទេលោកបងនេះជាសម្បត្តិដែលខ្ញុំសរសេររួចហើយបាញ់ឡើងទៅលើដើម្បីឲ្យពួកគេបាក់ទឹកចិត្តសិនដល់ពេលនោះឆៅសានឹងចៅឆាងដល់គ្នាធ្វើសកម្មភាពខាងក្នុងយើងបីសម្រុកចូលទាំងអស់គ្នាតែម្ដង anh mơ sậy hả mơ sậy នេះជាល្បិចកលពួកក្បត់ពួកឯងកុំជឿសោះឆាប់ទៅខាងនោះពិនិត្យមើលទៅឆាប់ទៅមើលខាងនោះទៅ សម្រាប់ពួកវាទៅសម្រាប់ទៅ ឈប់បំរើឲ្យមន្ត្រីចង្រៃនេះទៅយើងឮថាលីប៉ាងនឹងខ្លាយជាប្រជាអនាគតពួកយើងតាមទៅរកគាត់ទៅ បាក់ស្វីបងប្អូនទាំងអស់ចូលមកទាំងអស់គ្នាចូលមក អូចូលលឹកចាំ អូលេងហើយបាយចិត្តណា ជាសบายចិត្ត បងប្អូនទាំងអស់ភ័យសៀនពេលនេះមានគេក្រោកឈរឡើងតាសួរហើយឥឡូវពួកយើងបន្ថែមកម្លាំងរបស់យើងឲ្យកាន់តែខ្លាំងក្លាថែមទៀត ធ្វើដូច្នេះបងប្អូនយើងនៅស្រុកផ្សេងនេះមិនយូរប្រហែលនេះប្រកាសជាមានដំណឹងផ្ដល់ឲ្យពួកយើងមិនខានទេ ចុងលីមីចាត់ការបានសម្រេចលោកសែងអ៊ីនៅពូរបស់គាត់មិនដឹងយ៉ាងណាទេអ្នកទាំងអស់គ្នាមិនដឹងថាគេទាំងពីរអ្នកជានរណាទេ ជានរណាទៅគាត់ជានរណា ខ្ញុំឮថាគេគឺជាកូនចៅចំនួនក្រោយរបស់មេតបនគរឈូ សែងលីនិងសែងប៉ោះជាកូនចៅរបស់សែងយៀសែងអ៊ីគឺជាកូនចៅប្រុសរបស់លោកមេតបសែងយៀនគេមានបងប្អូនជីដូនមួយទៀតឈ្មោះសែងចាន់គេទាំង4មិនមែនជាមនុស្សធម្មតាទេគេចង់គំនុំជាមួយនឹងស្ដេចផ្ដាច់ការរបស់ពួកយើងនេះរួមដៃជាមួយនៅលបងចុងលីមីពិតជាមិនធម្មតាកម្លាំងទាំង5សរុបចូលគ្នាបើតាមស្មានពិតជាកម្លាំងដែលធ្វើឲ្យរាជការឈីងភ្ញាក់ផ្អើលជាខ្លាំង បើនិយាយអញ្ចឹងពួកយើងកាន់តែអ៊ូអរថែមទៀតហើយ ត្រូវពេលនោះមិនធម្មតាទេមិនធម្មតាទេជាអស្ចារ្យមែនមិនធម្មតាទេនឹងហើយលោកម្ចាស់សែងលោកម្ចាស់សួស្ដីអ្នកទាំងអស់គ្នាសួស្ដី លោកម្ចាស់សៀង មានការអី លោកម្ចាស់សៀងលោកចវាយខែនជើញលោកម្ចាស់អស់ទៅជួប តែលោកម្ចាស់មានការអីចាំបាច់ទៅខ្ញុំកំពុងរវល់ពន្យាពេលបន្តិចទៅបានដែរទេ តែគាត់ឲ្យលោកម្ចាស់ទៅជួបជាមិនតាន់ ឯងទៅមុនចុះខ្ញុំទៅតាមក្រោយ បាទ